ដល់ខែទឹកលិចបងប្អូននិយាយពីថាតកួនណាពេលទឹកលិចចូលមកគឺនិយាយពីថាឆ្លក់ទឹកល្អហើយជាពិសេសស្លម្ជូរដាក់ស្លឹកអំពិលមានរសជាតិឆ្ងាញ់មែនតើជំរាបសួរនិងសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាចូលចិត្តវីដេអូរបស់ប្អូនសូមកុំភ្លេចជួយចុចពាក្យ Subscribe ពាក្យជាវដាក់សញ្ញាកណ្ដឹងហើយជាពិសេសចុច comment លើកទឹកចិត្តបងអូនម្នាក់មួយផងចូលមកដល់វីដេអូយើងវិញម្ដងបងប្អូនហើយនិយាយពីថាតកួនណាឲ្យតែថាទឹកលិចម្ដងរាល់ឆ្នាំគឺដឹងតែវាឆ្លក់ទឹកល្អហើយជាពិសេសគឺខ្ចីហ្មងអាតកួនឆ្លក់ទឹកបន្ទាប់ពីខ្ញុំបានបេះតកួនហើយគឺយើងមកចាប់ផ្ដើមកោះជាមួយនឹងគល់លក្រីនេះគឺម៉ែគាត់កោះទុកដើម្បីកុំឲ្យវាធំទឹកហើយណាមួយកុំឲ្យទឹកលិចទៅគឺវាខូចហើយមកបេះជាមួយនឹងស្លឹកម្រះព្រៅបងប្អូនយកទៅទុកផ្សំគ្រឿងសម្លដាក់សម្លម្ជូរអញ្ចឹងណាហើយបន្ទាប់មកគឺចាប់ផ្ដើមមកបេះជាមួយនឹងត្រួយអំពិលនិយាយទៅត្រួយអំពិលខែទឹកបងប្អូនល្អខ្ចីឡើងរហូតតែម្ដងហើយយើងចាប់ផ្ដើមមកធ្វើជាមួយនឹងត្រីពោបងប្អូនថ្ងៃនេះគឺខ្ញុំស្លសម្លម្ជូរតកួនឆ្លក់ទឹកគឺជាសម្លម្ជូរខ្មែរយើងបង់ប្រហុកហើយឥឡូវនេះគឺត្រីបានធ្វើរួចរាល់ទៅហើយឥឡូវនេះគឺយើងចាប់ផ្ដើមមកបង្កាត់ភ្លើងបងប្អូននិយាយទៅបងប្អូននៅតាមទីជនបទណាទុកយ៉ាងម៉េចទោះបីយ៉ាងម៉េចក៏ដោយទឹកលិចយ៉ាងម៉េចក៏ដោយក៏នៅតែដើរផ្សំបន្លែនៅក្នុងភូមិក៏ដូចជាបន្លែធម្មជាតិក្បែរផ្ទះបានហូបផងដែរគ្រាន់តែថាពេលខែទឹកលិចគឺវារៀងពិបាកតែយាយបងប្អូនធ្វើដំណើរទៅណាមកណាជិះម៉ូតូអីគឺអត់កើតទេបានតែថាយើងលុយទឹកតែម្ដងឬមួយក៏យើងជិះទូកចឹងណាទឹកពុះគឺយើងចាប់ផ្ដើមដាក់ប្រហុកចូលហើយយើងយកចានមួយមកទុកគ្រាន់ត្រង់វាហើយយើងកូរទៅយើងចាក់យកតែជាតិទឹកនឹងទៅហើយបន្ទាប់មកយើងចាប់ផ្ដើមបង់ជាមួយនឹងត្រីពោដែលយើងបានធ្វើរួចលាងទឹកស្អាតណាបងប្អូនហើយបន្ទាប់ពីទឹកពុះក៏ចាប់ផ្ដើមដាក់ជាមួយនឹងត្រកួនហើយជាមួយនឹងគល់លក្រីម្ដុំហើយបន្ទាប់មកយើងបង់ស្លឹកអំពិលចូលបូករួមជាមួយនឹងស្លឹកម្រះព្រៅបងប្អូនហើយយើងដាក់ផ្សំគ្រឿងមកមានទឹកថៃស្ករប៊ីចេងតាមចំណង់ចំណូលចិត្តពុកម៉ែបងប្អូនចូលចិត្តគ្រឿងប៉ុណ្ណាគឺបងប្អូនដាក់ប៉ុណ្ណឹងទៅនិយាយទៅសម្លម្ជូរមួយមុខនេះគឺជាសម្លម្ជូរបែបខ្មែរបងប្អូនបាទគឺមានរសជាតិឈ្ងុយឆ្ងាញ់ខ្លាំងមែនតែនឥឡូវនេះគឺសម្លរបស់ខ្ញុំបានរួចរាល់ហើយមកបងប្អូនអញ្ជើញមកហូបជាមួយខ្ញុំទាំងអស់គ្នាណាអរគុណពុកម៉ែបងប្អូនដែលតែងតែគាំទ្រជាមួយនឹងវីដេអូរបស់ខ្ញុំកន្លងមកហើយកុំភ្លេចជួយចុចSubscribe ជួយចុចពាក្យជាវហើយដាក់សញ្ញាកណ្ដឹងផងដើម្បីទទួលបានវីដេអូថ្មីដែលខ្ញុំបង្ហោះចែករំលែកបើសិនជាពុកម៉ែបងប្អូនយើងគិតថាវីដេអូខ្ញុំមានប្រយោជន៍បងប្អូនសូមកុំភ្លេចជួយគាំទ្រក៏ដូចជាចុចពាក្យជាវនិងពាក្យ Subscribe ផងជាចុងក្រោយគឺសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាជម្រាបលា